សាលារៀនជាច្រើនក្នុងរាជធានីភ្នំពេញចាប់ផ្ដើមប្រមូលផលបន្លែសម្រាប់ផ្ដល់ជូនវីរៈកងទ័ពវីរៈនគរបាលជាតិនិងជនពិសឹកបន្លែសុវត្ថិភាពនិងបន្លែសរីរាង្គដែលផ្ដួចផ្ដើមបំផុសចលនាដាំដុះនៅតាមវត្តតាមផ្ទះតាមសាលារៀននិងតាមសហគមន៍ពីសំណាក់លោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតអគ្គស្នងការសមាគមកាយរដ្ឋនារីកម្ពុជាបានចាប់ផ្ដើមប្រមូលផលជាបណ្ដាហើយដើម្បីយកទៅផ្ដល់ជូនដល់វីរៈកងទ័ពនៅសមរភូមិមុខវីរៈនគរបាលជាតិនិងប្រជាពលរដ្ឋបន្តពិសឹកនៅតាមជំរំសុវត្ថិភាពក្នុងឱកាសជួបសំណេះសំណាលលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សដើម្បីប្រមូលផលបន្លែក្នុងចលនាយើងរួមគ្នាដើម្បីជាតិនៅសាលាបឋមសិក្សាភ្នំពេញថ្មីនាព្រឹកថ្ងៃទី18ខែមករាឆ្នាំ2026នេះលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតបានមានប្រសាសន៍ដោយមោទនភាពនិងមានក្តីរំភើបយ៉ាងក្រៃលែងចំពោះចលនាការដាំបន្លែដើម្បីគាំទ្រដល់វីរៈកងទ័ពនៅសមរភូមិមុខវីរៈនគរបាលជាតិនិងជនពិសឹកដែលត្រូវបានធ្វើនៅទូទាំងប្រទេសក្រោមស្មារតីស្នេហាជាតិនិងខ្មែរតែមួយជាមួយនឹងគ្នានេះលោកជំទាវបណ្ឌិតបានថ្លែងអំណរព្រះគុណនិងថ្លែងអំណរគុណប្រគេនព្រះសង្ឃជូនអាជ្ញាធររាជធានីខេត្តសាលារៀនវត្តអារាមនិងនៅតាមសហគមន៍ជាដើមរួមទាំងសិស្សានុសិស្សដែលបានចូលរួមក្នុងចលនាយើងរួមគ្នាដើម្បីជាតិដើម្បីដាំបន្លែជូនដល់វីរៈកងទ័ពដែលកំពុងតែឈរការពារបូរណភាពទឹកដីក៏ដូចជាជនពិសឹកដើម្បីឲ្យពួកគាត់មានបន្លែស្រស់បរិភោគហើយជាបន្លែសុវត្ថិភាពជំនួយដល់សុខភាពលោកជំទាវបណ្ឌិតក៏បានបង្ហាញនៅការជឿជាក់ថាចលនានៃការគាំទ្រដល់វីរៈយុទ្ធជនកម្ពុជានឹងជួយដល់អ្នកពិសឹកនេះនឹងនៅបន្តក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបហើយបន្តសហការគ្នាដើម្បីកម្ពុជាមានកម្លាំងដ៏ខ្លាំងក្លាថែរក្សាការពារប្រទេសជាតិលោកខុងស្រេងអភិបាលរាជធានីភ្នំពេញបានថ្លែងថានៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមានសាលារៀនជាង170កន្លែងបានចូលរួមក្នុងចលនាដាំបន្លែសម្រាប់ផ្ដល់ជូនវីរៈកងទ័ពវីរៈនគរបាលជាតិនិងប្រជាពលរដ្ឋពិសឹកហើយបន្លែដែលប្រមូលបាននៅថ្ងៃនេះនឹងត្រូវនាំទៅផ្ដល់ជូនពួកគាត់ភ្លាមៗនាយកសាលាបឋមសិក្សាភ្នំពេញថ្មីនិងនាយកសាលាបឋមសិក្សាគោកបញ្ជាន់បានឲ្យដឹងថាបន្ទាប់ពីមានការបំផុសចលនាដែលផ្ដួចផ្ដើមឡើងដោយលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតក្នុងនាមថ្នាក់ដឹកនាំសាលាក៏បានរួមគ្នាជាមួយនឹងលោកគ្រូអ្នកគ្រូដឹកនាំសិស្សានុសិស្សដាំបន្លែសុវត្ថិភាពដើម្បីផ្ដល់ជូនវីរៈកងទ័ពវីរៈនគរបាលជាតិនិងជនពិសឹកជាមួយនឹងទឹកចិត្តសាមគ្គីជាតិពួកគាត់ក៏បានផ្ដាំផ្ញើទៅកាន់វីរៈកងទ័ពនៅសមរភូមិមុខថាសមរភូមិក្រោយនៅតែឈរគាំទ្រនិងលើកទឹកចិត្តជានិច្ចគូបញ្ជាក់ផងដែរថាចលនាការដាំបន្លែនេះមិនត្រឹមតែធ្វើនៅតាមសាលារៀនទូទាំងប្រទេសប៉ុណ្ណោះទេគឺមាននៅក្នុងវត្តអារាមសហគមន៍ខណៈនៅតាមជំរំពិសឹកមួយចំនួនអាជ្ញាធរខេត្តក៏បានបំផុសឲ្យមានការដាំបន្លែផងដែរ